ចំណងជើងរឿងការផ្លាស់ប្ដូរជីវិតរបស់សត្វវន្ត្រីគឺជាបក្សីដែលមានអាយុវែងជាងគេក្នុងលោកវាអាចរស់បានរហូតដល់70ឆ្នាំប៉ុន្តែដើម្បីរស់បានដល់អាយុនេះនៅពេលវាឈានចូលដល់អាយុ40ឆ្នាំអន្ត្រីត្រូវជួបនឹងការសម្រេចចិត្តដ៏លំបាកបំផុតក្នុងជីវិត1ក្រញាំជើងរបស់វាចាប់ផ្ដើមវែងពេកនិងកោងដែលមិនអាចចាប់ចំណីបាន2ចំពុះរបស់វាប្រែជាវែងនិងកោងខ្លាំងស្ទើរតែចាក់ទ្រូងខ្លួនឯង3ស្លាបរបស់វាប្រែជាធ្ងន់និងក្រាស់ដែលធ្វើឲ្យវាមិនអាចហោះហើរបានខ្ពស់ដូចមុនពេលនោះអន្ត្រីមានជម្រើសពីរដេកចាំថ្ងៃស្លាប់ឬស៊ូទ្រាំនឹងការឈឺចាប់ដើម្បីផ្លាស់ប្ដូរអន្ត្រីដែលរឹងមាំនឹងជ្រើសរើសការផ្លាស់ប្ដូរវាត្រូវហោះទៅលើកំពូលភ្នំខ្ពស់រួចយកចំពុះរបស់វាបោកនឹងថ្មរហូតដល់ចំពុះនោះរបូតចេញមកបន្ទាប់ពីចំពុះថ្មីដុះមកវិញវាប្រើចំពុះនោះដកក្រញាំជើងខ្លួនឯងចេញម្ដងមួយនៅពេលក្រញាំថ្មីដុះមកទៀតវាចាប់ផ្ដើមដកស្លាបចាស់របស់វាចេញទាំងអស់ដំណើរការដ៏ឈឺចាប់នេះត្រូវចំណាយពេលដល់ទៅ150ថ្ងៃ5ខែប៉ុន្តែបន្ទាប់ពីការស៊ូទ្រាំអន្ត្រីក៏ទទួលបានជីវិតថ្មីនិងអាចហោះហើរបានយ៉ាងអស្ចារ្យអស់រយៈពេល30ឆ្នាំបន្តទៀតមេរៀននៃរឿងដើម្បីទទួលបានជីវិតថ្មីដែលប្រសើរជាងមុនពេលខ្លះយើងត្រូវតែចេះបោះបង់នៅទម្លាប់ចាស់ផ្នែកគំនិតចាស់និងការចងចាំអវិជ្ជមានដែលធ្លាប់ជាបន្ទុកក្នុងជីវិតទោះបីជាការផ្លាស់ប្ដូរវាមានការឈឺចាប់និងត្រូវចំណាយពេលប៉ុន្តែវាគឺជាផ្លូវតែមួយគត់ដែលនាំយើងទៅរកសេរីភាពនិងភាពជោគជ័យដ៏អស្ចារ្យចំណុចសម្រាប់វិភាគចំពោះនឹងក្រញាំចាស់តំណាងឲ្យជំនាញឬចំណេះដឹងដែលហួសសម័យដែលលែងអាចជួយយើងក្នុងសម័យកាលថ្មីការបោកចំពោះនឹងថ្មជានិមិត្តរូបនៃភាពម៉ត់ចត់និងវិន័យក្នុងការកែប្រែខ្លួនឯងទោះឈឺចាប់ក៏ដោយ150ថ្ងៃនៃការរងចាំតំណាងឲ្យការអត់ធ្មត់ persistence ក្នុងអំឡុងពេលអន្តរកាលនៃជីវិតការអនុវត្តតើមានទម្លាប់មិនល្អអ្វីខ្លះដែលអ្នកដឹងថាវាធ្វើឲ្យអ្នកយឺតយ៉ាវហើយអ្នកគួរតែដកវាចេញនៅថ្ងៃនេះ